អូយបងប្អូនហើយបធោបធាំងហើយនេះលក្ខណៈថាលើកទី1ក្នុងឆាកជីវិតហ្មងមិនដឹងថាទៅប្រឡែងសัตว์ឬទៅដាក់ចំណីឲ្យសัตว์ទេនេះសាក់ស្មៃមើលបងប្អូនសុកហក់មកថ្លែនេះណាមិនលួសព្រលឹងអ្នកណាមិនភ័យលោកអីលោលេងមហោយើងស្រស់បដ បងស្មានតានីបន្តិចកពើបន្តិចទ្រលាប់ខ្ញុំឲ្យតែខ្ញុំអត់សូវសប្បាយចិត្តគឺខ្ញុំចង់ទៅធ្វើបនដាក់ទៀនអីផ្សេងទៅដោយសារតែថ្ងៃនេះគឺខ្ញុំចង់ទៅប្រឡែងសัตว์ចឹងណាតែមុននឹងទៅគឺខ្ញុំមកឈៀងមកលោកយាយទេពមកផ្លែដោយដែលបងប្អូនបានដឹងហើយនៅខេត្តសៀមរាបគឺលោកយាយទេពគឺប្រកាសស័ក្តិសិទ្ធិណាស់និយាយបានថាជាកន្លែងទីសក្ការៈគោរពបូជាមួយដែលបងប្អូនដែលគាត់មកគឺគាត់មិនដែលម្លងតែខ្ញុំនិយាយពីលោកយាយទេពខ្ញុំមានរឿងមួយដែលចង់ប្រាប់បងប្អូនមិនដឹងថាបងប្អូនជឿខ្ញុំអត់ទេកាលពីខ្ញុំការហ្នឹងគឺនៅឆ្នាំ2015ពេលហ្នឹងគឺខ្ញុំកើតកណិតសុញខ្លាំងមែនតើខ្ញុំមិនដឹងថាខ្ញុំរកស៊ីអីធ្វើអីនិយាយទៅអាងឹតប្រដាប់តែខ្ញុំមិនដឹងកាលហ្នឹងខ្ញុំគិតអីដែរខ្ញុំទៅបន់លោកយាយទេខ្ញុំនិយាយទៅតាំងពីដើមរហូតដល់ឥឡូវខ្ញុំមិនដែលទៅបន់ថាអូសុំឲ្យខ្ញុំមានសុំឲ្យខ្ញុំបាននេះបាននោះគឺខ្ញុំអត់ដែរបន់ចឹងសោះទៅកន្លែងណាក៏ដោយគឺក្រៅពីសុំសេចក្តីសុខសុំឲ្យខ្ញុំជួបតែមនុស្សល្អសំណាងល្អគឺខ្ញុំមិនដែលទៅសុំថាចង់បានអីបានអីកាលហ្នឹងគឺខ្ញុំទៅសុំលោកយាយទេពថាសុំឲ្យលោកយាយជួយបំភ្លឺផ្លូវដោយសារតែពេលហ្នឹងគឺខ្ញុំងឹតងល់ខ្លាំងមែនតើខ្ញុំមិនដឹងថាត្រូវរកស៊ីអីចឹងកាលហ្នឹងគឺយើងអត់មានដើមទុនហើយក៏យើងអត់មានលុយអត់មានអីទាំងអស់បានហើយគឺខ្ញុំខ្សឹបដាក់លោកយាយអញ្ចឹងក៏រាល់ថ្ងៃហ្នឹងក៏បានជាគំនិតមកលក់អនឡាញមកដល់សប្តាហ៍ថ្ងៃគឺចំនួន10ឆ្នាំហើយនិយាយថាមុខរបរលក់អនឡាញនេះគឺជាមុខរបរលើកទី1ក្រោយពេលដែលយើងរៀបការហៅសំខាន់ណាស់ថ្ងៃនេះបងប្អូនហើយមេសហការណាអត់ភ្លៀងរងថ្ងៃភ្លៀងរហូតថ្ងៃនេះគឺថាបើកថ្ងៃក្តៅចេះហ្មងណាសំខាន់ដើរចេញទៅក្រៅគឺបងប្អូនយើងនាំគ្នាទៅសារគ្រប់គ្នាទៅសាក់បងមកទៅនៅក្រៅក្រាស់ខ្លាំងជាងក្នុងរូបទៀតនេះសំខាន់ថយប៉ុណ្ណេះហើយអត់ចង់ផុតទៀតណាវែងខ្លាំងហើយឥឡូវវែងឡើងហួសគូទៀតវែងហើយសំខាន់គឺក្រាស់ឡើងដល់ចុងអញ្ចឹងចង់ប្រាប់ចាញ់ម្លេះប្រាប់បងប្អូនណាខ្ញុំកក់សក់ហើយខ្ញុំប្រញាប់ទៅពេកខ្ញុំអត់ទាន់បានទឹកថ្នាំប្រូសក់បងប្អូនអានេះខ្ញុំហៅតែស្ដាច់ទឹកថ្នាំប្រូសក់ហើយអ្នកដែលគាត់មានបញ្ហាសក់ដុសយឺតសឹងថាហូមឃ្លៀតដុសលឿនជាងសក់ទៀតណាសក់ដុសយឺតសក់ឡើងជ្រុះគេហៅជ្រុះប្រើប្រេនថ្លៃថោកប៉ុណ្ណាក៏អត់បាត់ជ្រុះហើយសក់ក៏អត់ដុសឡើងវិញសោះឡើងរហូតដល់គេហៅថាអត់ដុសឡើងវិញតែអត់ដុសឡើងវិញគឺឆក់តពេកអីស្ដើងឆក់តពេកអីហ្នឹងគឺធ្វើឲ្យយើងចាស់ជាងវ័យតែម្ដងអានេះបាញ់តាណាគឺដុសទៅហ្នឹងបងប្អូនបញ្ជាក់ទឹកថ្នាំប្រូសក់នេះបងប្អូនបាញ់ឲ្យត្រូវស្បែកក្បាលណាព្រោះអានេះវាជួយទៅជួសជុលនិងបំពន់ឬសក់របស់យើងឲ្យមានសុខភាពល្អឡើងវិញជួយសក់ឬសក់របស់យើងមាំហើយជាពិសេសវាជួយឲ្យសក់ដុសឡើងមកវិញណាគឺដុសមកឬចិនពី3សរសៃរឿងអីមិនក្រាស់ជាងមុនអានេះឯកទេសហ្មងជួយប្រដកូនសក់យើងឡើងវិញរាប់ពាន់រាប់ម៉ឺនសរសៃជួយសក់យើងដុសក្រាស់ដុសលឿនតែម្ដងហើយបើសិនជាអ្នកដែលគាត់មានបញ្ហាសក់ជ្រុះខ្លាំងខ្ញុំណែនាំខ្លាំងហ្មងចាប្រើសាប៊ូកក់សក់មកតីអានេះរូបមន្តខ្លាំងពីប្រទេសបារាំងនិងប្រទេសអ៊ីតាលីអញ្ចឹងគឺល្អខ្លាំងមែនតើទៅលើបញ្ហាសក់ជ្រុះហ្នឹងអ្នកយកទៅដំបូងគឺកក់រាល់ថ្ងៃចាំពេលអន់ថយជ្រុះហើយចាំកក់មួយថ្ងៃម្ដងមួយថ្ងៃណាអានេះបើសិនជាស្រុកខ្មែរសាប៊ូមាន3 in 1អត់ប្រើអប់ក៏ទុនដែរតែបច្ចៈអ្នកអត់លេងពណ៌ខ្មៅអត់លេងសក់ពណ៌សោះហ្មងគឺប្រើទៅទុនឲ្យលាស់ហ្មងតែបើធ្លាប់លេងខ្មៅលេងពណ៌អីហើយជាពិសេសសក់ខូចឆេះដាច់សំពងបែកចុងចាថែមជាមួយនឹងម៉ាអបសក់នេះព្រោះម៉ាអបសក់នេះគឺគេហៅថាប្រភេទម៉ាអបសក់ជួយបំបុកវីតាមីនចូលទៅសរសៃសក់របស់យើងគឺបានជ្រៅក្នុងការជួយចិញ្ចឹមនិងស្ដាររីផាសរសៃសក់យើងដែលឆេះខូចសំពងដាច់បែកចុងហ្នឹងគឺបកកាយលេខ1ហ្មងព្រោះដោយសារវាមានសារជាតិប្រូតេអ៊ីនដល់97%អបធ្វើឲ្យបាន10នាទីបច្ចៈណាអ្នកលេងសក់ពណ៌គឺអបធ្វើឲ្យបាន10នាទីហើយបើអ្នកចង់បានសក់ដុសលឿនដុសវែងលឿនប្រើទៅបានផលលឿនណាសក់ដុសក្រាស់ដុសវែងលឿនហើយប្រើទៅបានផលខ្លាំងណាទាំងអស់គ្នាប្រើតាមបងមតីប្រាប់ប្រើជាឈុត3មុខ3 step អញ្ចឹងគឺបានប្រសិទ្ធភាពលឿនខ្លាំងមែនតើចង់ដឹងសាប៊ូនឹងល្អមិនល្អក៏តែលើកដំបូងគឺដឹងហ្មងថាសាប៊ូនឹងល្អមិនល្អឈុតនេះជួយព្យាបាលសក់ជ្រុះសក់ខូចសក់អង្គែសក់ស្អិតបែកចុងសក់គេហៅថាអង្គែប្រេងលាកសិតបែកក្បាលឯងគឺបកកាយមែនខ្ញុំអត់ទៅសើអីណាសក់របស់ខ្ញុំទៅកាត់សក់សេះថ្ងៃមុនណាបងប្អូនឃើញស្រាប់ឯនេះកាត់ឡើងខោចឡើងលើចើមនេះឥឡូវនេះទៅប្រហែលខែដុសឡើងមកចោលដៃវែងលឿនមែនតើមកឈុតនេះគឺភ្ញៀវគាត់ទិញទៅគាត់ទៅសើគ្រប់គ្នាហ្មងប្រើទៅគឺបានផលល្អអញ្ចឹងណាគាត់ feedback ហ្មងអ្នកដែលជ្រុះសក់ជ្រុះអីហ្នឹងគឺប្រើទៅគឺបកកាយខ្លាំងមែនតើចាណែនាំរបស់ល្អជូនបងប្អូនប៉ុណ្ណឹងសិនណាឥឡូវយើងក៏ធ្វើតាណាមកកសិនអង្គដើម្បីយើងទៅប្រឡែងសัตว์បន្តទៀតអញ្ចឹងហើយបងប្អូនណាដែលគាត់ទៅរៀបការហើយគាត់សុញកំណត់មិនដឹងថាត្រូវរកស៊ីអីអាចអុជធូបបន់សុំពីលោកយាយដូចខ្ញុំបានខ្ញុំជឿថាយើងមានបុណ្យមាននិស្ស័យជាមួយគាត់ដែរអញ្ចឹងទោះបីជាថាមុខរបរលក់អនឡាញរហងៃដើរយឺតចំនួន10ឆ្នាំប៉ុន្តែខ្ញុំដើររែកមករហូតដោយសារតែបងមតីតាំងចិត្តថាត្រូវរកស៊ីអីក៏ដោយគឺត្រូវតែស្មោះត្រង់មានក្តីស្រឡាញ់មានគុណធម៌ជាប់ខ្លួនជានិច្ចចឹងហើយខ្ញុំអត់គិតថាវាលឿនឬក៏យឺតទេបងប្អូនហើយគ្រាន់តែមកដល់មាត់កសិនណាឃើញលបងនេះយូរខ្ញុំខ្លាចហើយខ្ញុំផ្ដាំប្រាប់បងប្អូនណាបើសិនជួបស្វាកុំលេងសើចមកវាព្រោះអ្នកមានវ៉ាក់សាំងឯងបើវាខំយើងអីអួយដល់កហើយខ្ញុំចង់ទៅសោយបងប្អូនថ្ងៃនេះគឺថាធ្វើបុណ្យរករកសាហាការពិតទៅយើងមកប្រឡែងតុងយើងគួរតែដាក់ធំបងប្អូនខ្ញុំយកចានដាច់មកដាក់អន្ទង់គ្រាន់តែចាក់អន្ទង់ចេញមកភ្លាមអន្ទង់អើតកហក់ចេញអស់ហើយនិយាយពីថាដេញចាប់អន្ទង់ហ្នឹងឡើងហើយត្រូវបងប្អូនខ្ញុំនោះហ៊ានចាប់ខ្លាំងហើយខ្លាចអន្ទង់ងាប់លោតែមិនទាន់បានប្រឡែងផងងាប់បាត់អីក៏ធ្វើមិនទៅហើយចាំអន្ទង់បងប្អូនដឹងស្រាប់ហើយចាប់ងាយទៅបានឯងល្អលសឹងអីហ្នឹងសាំថងថៃក្រាញខ្ញុំភ័យស្មានតែងាប់បាត់តែគេធ្វើពោះគេផ្ងាឡើងលើចុះវាទៅតែការពិតទៅត្រីក្រាំងអត់ងាយងាប់ទេហើយនិយាយពីថាម្ចាស់ធ្វើទៀននេះដល់កហ្មងអាត្រីក្រាំងនឹងតុងនឹងវារត់ទៅហក់ចេញខ្ញុំអត់ដឹងថាបងប្អូនណាខ្លះគាត់មានទម្លាប់ដូចខ្ញុំទេណាបើសិនតែខ្ញុំសម្រេចចិត្តថាខ្ញុំត្រូវប្រឡែងសัตว์អីអញ្ចឹងគឺខ្ញុំតែងតែអធិដ្ឋានថាឈប់ញ៉ាំសាច់នឹងអស់មួយជីវិតហ្មងអញ្ចឹងហើយសម្រាប់តុងនឹងត្រីក្រាំងនេះគឺខ្ញុំអត់ដែរញ៉ាំវាទេដោយសារតែពេលដែលខ្ញុំនេះអីអញ្ចឹងគឺខ្ញុំទិញយកវាទៅប្រឡែងដោយសារតែយើងធ្លាប់ប្រឡែងវារហូតហើយយើងអធិដ្ឋានរហូតតែបើបងប្អូនអត់មានទម្លាប់ដូចខ្ញុំទេមិនបាច់ធ្វើដូចខ្ញុំក៏បានដែរនេះទម្លាប់ខ្ញុំគឺអញ្ចឹងតាំងពីដើមមកហើយបងប្អូនឃើញឯត្រីក្រាំងមិញ
គេធ្វើស្លាប់ដល់ពេលប្រឡែងទៅម៉ែគេហៅឡើងវូហ្មងចឹងមិនគេហៅថាថៃក្រាញ់ហ្នឹងគឺមិនងាយងាប់ទេហើយសត្វដែលខ្ញុំប្រឡែងហ្នឹងគឺមានអត្ថន័យទៅតាមអ្វីដែលខ្ញុំប្រឡែងនឹងអធិដ្ឋាននឹងឯងបងប្អូនខ្ញុំឡើងចង់កៀងហ្មងបងប្អូនគាត់ប្រឡែងឲ្យប្តីខ្ញុំគាត់ថានោះថៃដែងប៉សខ្ញុំមិនដែរឃើញថៃដែងប៉សនឹងមិនស្រាប់ទៅពេលអោនមើលស្រាប់តែសត្វភេនេះផុសពីក្នុងទឹកមកថ្លែបងប្អូនគាត់មើលស្ងាត់ឡើងចង្ងុំឲ្យសុកផុសអត់កកសម័យមើលមិនភ័យបុកធុងប៉ុណ្ណាលោកអើយព្រលឹងចេញពីក្នុងខ្លួនចឹងអស់ប្រហែល4 10សពគ្រប់ហើយកតុយភ្នែកយើងងាកឃើញគឺស្មានតែសត្វនេះហើយប្តីខ្ញុំប្អូនខ្ញុំអីគេថាស្មានតែកពើអើបធัวឲ្យបងប្អូនជួយគិតខ្ញុំមើលខ្ញុំអត់ដឹងថាថ្ងៃហ្នឹងខ្ញុំមកប្រឡែងសត្វឬក៏មកដាក់ចំណីឲ្យសត្វឲ្យពិតប្រាកដទេហាហ្នឹងខ្ញុំបាបអត់បងប្អូនមកជួយខមមិនប្រាប់ខ្ញុំម្នាក់មួយមើលយើងផុសសធាយកអន្ទង់មកប្រឡែងដោយទឹកចិត្តយើងស្មោះសរហើយអាសត្វភេនេះវាមកខំអន្ទង់យើងស៊ីអញ្ចឹងគាត់ធ្វើមិនទៅហើយបើតាមខ្ញុំដឹងវាចាប់ត្រីចាប់អីអត់បានទេដោយសារគេហែលឿនចាប់បានតែអន្ទង់ហ្នឹងដល់ពេលបងនេះគាត់ចង់យកត្រីមកប្រឡែងដែរខ្ញុំក៏ប្រាប់គាត់ថាទៅប្រឡែងកន្លែងផ្សេងទៅកន្លែងនេះប្រឡែងអត់បានទេគឺដូចដាក់ចំណីអាសត្វភេនេះអញ្ចឹងបងគាត់ឈរហួសចិត្តដូចខ្ញុំអញ្ចឹងគាត់ហួសចិត្តហើយគាត់សោចហ្មងអន្ទង់ដែលខ្ញុំប្រឡែងហ្នឹងគឺ5ក្បាលវាស៊ីអស់មួយគេស៊ីអន្ទង់ហ្នឹងហើយគេឡើងមកលើគោកហើយគេអានៀលលេងអាឡែអាឡក់សាហាវសំខាន់ខ្ញុំលើបងនៅអង្គរហ្នឹងគាត់និយាយថាអត់ងាយបានជួបទេណាមួយហ្នឹងដោយសារតែមួយហ្នឹងគឺវាដើរបែកវងពីគេហ្មងជីវិតគេឡើងឯករាជ្យហ្មងអើយអត់ដែរបានជួបអត់ងាយបានជួបហើយមកមាននិស័យស្អីជាមួយបងម៉ាតីហ្នឹងមកជួបបងម៉ាតីឡើងថ្លែនេះប្រឡែងសัตว์ប្រឡែងអីហើយគឺថាណែថតពី3ប៉ុស្អីអញ្ចឹងណាមុំត្រឡប់ទៅខ្ញុំនិយាយត្រង់បរិវេណកថតមិនក៏ស្អាតដែរពិសេសខ្យល់អាកាសល្អបរិសុទ្ធខ្លាំងមែនតើបងប្អូនដែលចង់មកលេងស៊ីមៀបចាយលុយតិចចំណីអាហារក៏ធូរថ្លៃមិនមែនថាប្រម៉ូទខេត្តខ្លួនឯងទេបងប្អូនប៉ុន្តែអញ្ចឹងមែនពិសេសទឹកចិត្តកូនអ្នកស៊ីមៀបគឺស្មោះសរថាស្រឡាញ់គេស្មោះណាស់